សូមស្វាគមន៍មកកាន់មេរៀនភាសាខ្មែរថ្នាក់ទី4ថ្ងៃនេះយើងនឹងសិក្សាមេរៀនទី2សហគមន៍រីកចម្រើនដោយផ្ដោតលើអត្ថបទអានសហគមន៍ខ្ញុំនៅទំព័រទី24និង25ក្នុងវីដេអូនេះយើងនឹងរៀនអានអត្ថបទឲ្យបានត្រឹមត្រូវស្វែងយល់ពីពាក្យគន្លឹះឆ្លើយសំណួរការយល់ដឹងនិងជជែកពីវិធីជួយឲ្យសហគមន៍យើងកាន់តែស្អាតនិងជឿនលឿនតោះចាប់ផ្ដើមអានទាំងអស់គ្នាសហគមន៍ខ្ញុំកំពុងអភិវឌ្ឍយ៉ាងលឿនប្រជាជនរស់នៅដោយសុខសាន្តនិងសុខដុមរមនាអាជ្ញាធរបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាផ្លូវស្ពានសាលារៀននិងមណ្ឌលសុខភាពបន្ទាប់មកគឺពាក្យគន្លឹះសំខាន់ទី1អភិវឌ្ឍមានន័យថាធ្វើឲ្យរីកចម្រើនទី2សម្បូរស្បាយមានន័យថាសម្បូរសប្បាយនិងទី3ហេដ្ឋារចនាសម្ព័ន្ធសំដៅលើសំណង់រូបវន្តទាំងឡាយដូចជាផ្លូវស្ពានជាដើមឥឡូវយើងមករៀនពីពាក្យផ្ទុយឧទាហរណ៍រីកចម្រើនផ្ទុយនឹងយឺតយ៉ាវធូរធារផ្ទុយនឹងក្រីក្រនិងថ្មីផ្ទុយនឹងចាស់ចំណែកពាក្យសូដូចគឺពាក្យដែលបញ្ចេញសំឡេងដូចគ្នាតែមានន័យខុសគ្នាឧទាហរណ៍កអាចជាទឹកកកឬកកស្ទះចរាចរណ៍ការសំដៅលើការងារឬពិធីការនិងការដូចជាកែវទឹកឬឈ្មោះមនុស្សចំពោះពាក្យន័យដូចវិញគឺពាក្យដែលសរសេរខុសគ្នាតែមានន័យដូចគ្នាឧទាហរណ៍ពាក្យសហគមន៍មានន័យដូចនឹងពាក្យភូមិករឬភូមិឋានសម្រាប់សំណួរយល់ដឹងតើសហគមន៍មានការប្រែប្រួលដូចម្តេចខ្លះចម្លើយគឺមានផ្លូវស្ពាននិងសាលារៀនថ្មីចុះតើប្រជាជនមានមុខរបរអ្វីខ្លះជាចម្បងគឺពួកគេធ្វើកសិកម្មពាណិជ្ជកម្មនិងសេវាកម្មផ្សេងតោះមកអនុវត្តតែនេះបាទរាជរដ្ឋាភិបាលខិតខំអភិវឌ្ឍប្រទេសជាតិអ្នកភូមិរស់នៅយ៉ាងសម្បូរស្បាយយើងត្រូវរួមដៃគ្នាថែរក្សាសហគមន៍ឲ្យមានអនាម័យល្អតម្លៃអប់រំនៃមេរៀននេះគឺការបណ្ដុះស្មារតីស្រឡាញ់សហគមន៍ការរស់នៅមានអនាម័យនិងការពង្រឹងសាមគ្គីភាពដើម្បីភាពរីកចម្រើននៃស្រុកកំណើតរបស់យើងទាំងអស់សម្រាប់សកម្មភាពក្រុមយើងនឹងចែកថ្នាក់ជា4ក្រុមខ្លះធ្វើលំហាត់វាក់កបោហើយក្រុមខ្លះទៀតពិភាក្សាពីការអភិវឌ្ឍសហគមន៍រួចឡើងរាយការណ៍លទ្ធផលរៀងៗខ្លួនជាចុងក្រោយកិច្ចការផ្ទះរបស់បងប្អូនគឺចម្លងអត្ថបទអានឲ្យបានស្អាតនិងទន្ទឹងពាក្យគន្លឹះឲ្យចាំមាត់អរគុណសម្រាប់ការយកចិត្តទុកដាក់រៀនសូត្រនៅថ្ងៃនេះជួបគ្នានៅមេរៀនក្រោយ